ប្រសិនបើបងប្អូនធ្វើដំណើរចេញពីខ្លងទ្វារជ័យប្រហែល500ម៉ែត្របងប្អូននឹងមកដល់ប្រាសាទពីរដែលនៅទល់មុខគ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ប្រាសាទចៅសាយទេវតាប្រាសាទចៅសាយទេវតាមានទីតាំងទល់មុខនឹងប្រាសាទធម្មនិន្ទប្រាសាទនេះស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី2នៅចុងសតវត្សទី11និងដើមសតវត្សទី12ហើយប្រាសាទនេះដែរមានទទឹងប្រវែង40ម៉ែត្រនិងបណ្ដោយប្រវែង50ម៉ែត្រហើយប្រាសាទចៅសាយទេវតានេះដែរក៏សាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទនេះបែរមុខទៅទិសខាងកើតដែលមានផ្លូវដើមឆ្ពោះទៅកាន់ស្ទឹងសៀមរាបប្រាសាទចៅសាយទេវតាគឺជាប្រាសាទមួយដែលបានសាងសង់លើដីរាបស្មើដែលហ៊ុំព័ទ្ធដោយដើមឈើធំៗនិងរុក្ខជាតិដ៏ខៀវខ្ចីហើយនៅប្រាសាទនេះក៏មានស្ពានដើរចូលដូចនៅប្រាសាទបាពួនដែរតែដោយសារតែនៅប្រាសាទនេះមានសភាពខ្លីជាងនិងតូចជាងហើយក៏មានសភាពខូចខាតខ្លះៗផងដែរអ្វីត្បិតតែប្រាសាទតូចមួយដែលបានសាងសង់លើដីផ្ទាល់ក៏ពិតមែនតែប្រាសាទចៅសាយទេវតាគឺជាប្រាសាទមួយដែលមានចម្លាក់ក្បាច់រស់រវើកជាពិសេសចម្លាក់អប្សរានៅតាមជញ្ជាំងប្រាសាទដែលមានលក្ខណៈប្លែកៗនិងច្រើនទម្រង់ដែលគួរជាទីចាប់អារម្មណ៍ដូច្នេះប្រសិនបើបងប្អូនធ្វើដំណើរតាមផ្លូវវងតូចបងប្អូនកុំភ្លេចចូលលេងប្រាសាទចៅសាយទេវតាផងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា